ជារៀបសួរបងប្អូនពូមីងជាទីមេត្រីបាទសុខសប្បាយទេថ្ងៃនេះចង់លើកចំណុចមួយសំខាន់បាទដើម្បីថាដោះពីទ្រូងខ្ញុំបាទដោះផ្លាពីទ្រូងមកដល់ម៉ោងនេះបងប្អូនជួនពេលខ្លួនដោយរូបខ្ញុំក្តីមកអាមេរិកពី1980អញ្ចឹងឥឡូវ2026ហើយអញ្ចឹងវា45-46ឆ្នាំថា50ឆ្នាំទៅចឹងមកនេះយើងមិនមែនជាជនពីខ្លួនដូចមុនទេអញ្ចឹងពេលវេលានេះជាពេលវេលាថ្មីអញ្ចឹងយើងមិនមែនដូចថាពេលយើងមកដំបូងទេអញ្ចឹងក្នុងចំណុចនេះយើងត្រូវពង្រឹងសមត្ថភាពពង្រឹងការសាមគ្គីឲ្យបានឡើងមកកម្រិតណាបាទអ្វីដែលខ្ញុំចង់និយាយថ្ងៃនេះដោយសារប្រទេសខ្មែរនៅក្នុងចំណោម75ប្រទេសដែលគេបដិសេធវីសាបាទក្នុងនាមជាកូនខ្មែរមានឈាមជឿខ្មែរនេះជាអាម៉ាស់មុខបាទនេះជាការអាម៉ាស់មុខមួយចំពោះរូបខ្ញុំបាទខ្ញុំមិនដឹងតើបងប្អូនផ្សេងទៀតគាត់មានអារម្មណ៍យ៉ាងណាទេប៉ុន្តែចំពោះខ្ញុំឈឺចិត្តនិងអាម៉ាស់មុខបាទហើយទៅមូលហេតុថាគេមិនអាចបញ្ចេញវីសាឲ្យដោយសារគេមានតួលេខច្បាស់ថាអ្នកមកពីស្រុកខ្មែរភាគច្រើនhigh statistic ថាសុំលុយពីរដ្ឋអញ្ចឹងមានន័យថាជាបន្ទុករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលុយមកពីអ្នកធ្វើការបងពុនចូលទៅរដ្ឋាភិបាលចាប់ចែងលុយនឹងឲ្យអ្នកខ្វះខាតត្រូវការអញ្ចឹងចំណុចហ្នឹងជាសញ្ញាមួយវិជ្ជមានថាយើងខ្សោយបានយើងទៅពឹងផ្អែករដ្ឋាភិបាលអញ្ចឹងយើងអត់មានមោទនភាពទេបាទមកនេះរដ្ឋាភិបាលអាមេរិកក៏គេចាប់យើងដាក់ក្នុងcategory មកកន្លងនឹងអញ្ចឹងនេះជាអ្វីដែលយើងគួរតែបដូរបាទអត្តចរិតនឹងការគិតរបស់យើងបាទដោយសារយើងខ្សោយបានប្រទេសជិតខាងគេមើងងាយបាទគេអត់គោរពយើងបាទអញ្ចឹងពេលវេលានេះជាពេលវេលាដែលយើងគេហៅ time ខ្មែរ to rise បាទយើងខំព្យាយាមមកកម្រិតទៀតមកបាទដូច campaign របស់ប្រពន្ធអ្នកអុកញ៉ាគិតមេងហ្នឹងក៏មានគេហៅ campaign មួយខ្មែរ rise បាទខ្ញុំឯកភាពជាមួយអ្វីដែលគាត់ធ្វើហ្នឹងបាទនេះជាពេលវេលាដែលយើងត្រូវលើកស្ទួយប្រទេសជាតិនិងពូជសាសន៍យើងបាទបើមិនចឹងទេយើងនៅក្នុងកែវភ្នែករបស់ពិភពលោកយើងខ្សោយណាស់បាទអញ្ចឹងមូលហេតុនេះហើយបានខ្ញុំបង្កើតសមាគមមួយទៀតបាទគេថា Cambodian American Trade Association បាទអញ្ចឹងគោលដៅនិងទិសដៅរបស់សមាគមហ្នឹងដើម្បីចូលរួមជួយពង្រឹងសេដ្ឋកិច្ចខ្មែរយើងបានពីអាមេរិកទៅអញ្ចឹងនេះជាគោលដៅ objective របស់សមាគមនឹងអញ្ចឹងយើងត្រូវការរៀបចំរចនាសម្ព័ន្ធត្រូវការធនធានមនុស្សដែលមានសមត្ថភាពនិងស្នាដៃបាទបើសិនបងប្អូនណាចាប់អារម្មណ៍មានសមត្ថភាពមានចិត្តចង់ជួយបាទសូមមេត្តាចុះឈ្មោះនៅក្នុង link នៅក្នុង caption នៅលើឬក្រោមណាបាទនេះជាជំហានទី1របស់យើងបាទចូលរួមមកបាទដល់តែឆ្លៀតបាទបើសិនយើងអត់ចូលរួមទេមកដល់ម៉ោងនេះនៅក្នុងការផ្ដេកពិភពលោកយើងនៅអនខ្សោយនៅបាទ ranking មក ranking low មែនទែនចឹងសង្ឃឹមថាអ្វីដែលយើងធ្វើនឹងមានផ្លែផ្កាធម្មតាឲ្យតែយើងព្យាយាមនឹងជោគជ័យហើយប៉ុន្តែត្រូវការសេចក្តីចូលរួមត្រូវការសេចក្តីសាមគ្គីគ្នាបានទៅរួចបានអានេះដោយសារតែយើងកើតមកជាខ្មែរបាទ
បើខ្ញុំអត់ឈឺឆ្អែលឲ្យតែណាគេឈឺឆ្អែលជំនួសបាទអញ្ចឹងបងប្អូនបើសិនចង់ចូលរួមដើម្បីជំរុញឬចង់គេហៅ participate ជាមួយ mission នេះបាទចោះឈ្មោះមកនោះជាជំហានទី1ក្រុមការងារនឹងគណៈកម្មការនឹងសនាសនានឹង communicate ដើម្បីយើងចងក្រងគ្នាបាទជាពាក្យខ្មែរដើម្បីជាធ្លុញធ្លុងមួយបាទជាធ្លុងមួយអញ្ចឹងនៅក្រោមឆាត់ហ្នឹងយើងហៅជាសមាគមកតា Cambodian American Trade Association បាទទាក់ទងពីរឿងសេដ្ឋកិច្ចជួយរុញសេដ្ឋកិច្ចនិង business ខ្មែរយើងឲ្យប្រសើរឡើងបាទដើម្បីយើងចេញពីកន្លងនេះថាគេមើលងាយនិងគេគៀបសកត់បាទអញ្ចឹងបងប្អូនជាទី1ណាបាទចោះឈ្មោះនៅក្នុង link នេះដើម្បីយើងចងក្រងសមាជិកបង្កើតធ្លុងមួយបាទដើម្បីយើងសាមគ្គីគ្នាទី1ទី2យើងមិនមែនជាអ្នកជនពីខ្លួនឬជនពិសឹកទេបាទអញ្ចឹងយើងត្រូវពង្រឹងស្មារតីពង្រឹងសមត្ថភាពយើងបាទអញ្ចឹងកុំភ្លេចណាបងប្អូនបាទខ្ញុំម្នាក់ឯងមិនអាចធ្វើបានទេដល់បងប្អូនឆ្លៀតចូលរួមហើយទៅចូលរួមនឹងមិនត្រឹមតែនៅក្នុងរដ្ឋខ្ញុំទេនៅរដ្ឋណាក៏បាននៅប្រទេសណាក៏បានដែរបាទចូលមកដើម្បីសម័យនេះសម័យ Facebook សម័យ AI ហើយអញ្ចឹងយើងអាចចូលរួមបានបាទនេះជាអ្វីដែលខ្ញុំចង់ធ្វើបាទជោគជ័យឬបរាជ័យអាស្រ័យនឹងការចូលរួមរបស់បងប្អូនពូមីងសង្ឃឹមខ្ញុំថាបងប្អូនចូលរួមចូលដៃជាមួយខ្ញុំមកដើម្បីយើងប្រឹងជួយសេដ្ឋកិច្ចខ្មែរនិងជួយលើកស្ទួយមុខមាត់របស់កម្ពុជាបងប្អូនដែលមានឈាមជើងខ្មែរបាទអញ្ចឹងសង្ឃឹមខ្ញុំបងប្អូនមាននិស្ស័យជាមួយខ្ញុំនឹងធ្វើការជាមួយគ្នាដើម្បីសង្គមយើងដើម្បីពុជសាសន៍ខ្មែរយើងបាទសូមអរគុណ